ជំរាបសួរខ្ញុំបាទសូមបង្ហាញនៅរបៀបប្រើប្រាស់ Google Script ដើម្បីបង្កើត Google Form ដែលយើងប្រើជំនួយសម្រាប់បង្កើត Google Form នេះគឺវាល្អដើម្បីឲ្យយើងចំណេញពេលវេលាធម្មតាយើងបង្កើត Google Form ដោយប្រើប្រាស់ដោយដៃយើងប្រើប្រាស់ពេលវេលាច្រើនហើយអាចមានកំហុសដល់ចំណុចណាមួយប៉ុន្តែបើសិនជាយើងប្រើប្រាស់ Google Script គឺយើងចំណេញពេលវេលាធ្វើលឿនរហ័សហើយមិនមានកំហុសជាដំបូងយើងត្រូវប្រើប្រាស់ Gemini AI ដើម្បីបង្កើតជាកម្រងសំណួរអញ្ចឹងយើងត្រូវការបង្កើតកម្រងសំណួរដើម្បីប្រើប្រាស់គឺយើងចូលទៅកាន់ Google App ហើយ Gemini បន្តមកទៀតគឺយើងជ្រើសរើសយក Gemini Pro បន្តមកទៀតគឺយើងត្រូវទម្លាក់មេរៀនដើម្បីឲ្យបង្កើតបានជាសំណួរតេស្តយើងត្រូវទម្លាក់មេរៀនដើម្បីឲ្យ AI ស្គាល់នៅមេរៀនហ្នឹងគឺអត់ចេញទៅខាងក្រៅទេគឺក្តោបមេរៀនហ្នឹងទាំងមូលបន្តមកទៀតខ្ញុំមានព្រមដែលអាចឲ្យយើង copy បានគឺសំណួរចូលបង្កើតសំណួរ test standard ចំនួន5សំណួរដែលមានខ្លឹមសារដូចខាងលើហើយជ្រើសរើសចម្លើយ4ដល់ចម្លើយត្រូវចំនួន1សូមបញ្ជាក់ផងដែរថានៅពេលដែលយើងតម្លាក់មេរៀននេះសូមជ្រើសតែ content មាតិកាណាដែលយើងរៀនក្នុងម៉ោងនេះបានហើយកុំតម្លាក់មេរៀនទាំងអស់យើងរៀនប៉ុណ្ណាយើងចង់បង្កើតសំណួរប៉ុណ្ណាគឺយើងតម្លាក់ content មេរៀននិងខ្លឹមសារមេរៀនតែប៉ុណ្ណឹងបានហើយបើសិនជាចង់បានសំណួរ test standard ល្អទៀតគឺយើងទម្លាក់សំណួរគំរូ test standard មួយបន្ថែមបូកជាមួយនឹងខ្លឹមសារមេរៀនហ្នឹងដើម្បីឲ្យ AI train មានន័យថារៀនពីខ្លឹមសារមេរៀនហើយនឹងរបៀបបង្កើតសំណួរ standard ហ្នឹងទៅឲ្យបានល្អបាទអញ្ចឹងបន្ទាប់មកទៀតគឺយើងចុច submit ដើម្បីឲ្យ AI generate នៅសំណួរមេរៀនរបស់យើងទាំង5សំណួរដោយក្តោបតែខ្លឹមសារមេរៀនដែលយើងបានទម្លាក់ហើយបើល្អគឺយើងទម្លាក់សំណួរ test standard ទៅមុនដើម្បីឲ្យ AI វារៀនពីសំណួរ test standard បាទយើងចាំបន្តិចដើម្បីឲ្យ AI generate ឲ្យនៅសំណួរ test standard ទាំង5សំណួរ4ហើយចម្លើយត្រឹមត្រូវមួយបានអញ្ចឹងចម្លើយយើងគឺបានហើយនៅពេលដែលបានចម្លើយហើយគឺលោកគ្រូអ្នកគ្រូពិនិត្យមើលផងព្រោះយើងអត់ទុកចិត្ត AI 100% ទេបើសំណួរល្អយើងជ្រើសរើសទៅតែបើសំណួរមិនល្អយើងអាចកែតម្រូវថែមឬក៏យើងអាច generate សំណួរបន្ថែមទៀតមកហើយជ្រើសរើសយកសំណួរណាដែលល្អបាទបន្ទាប់ពីខ្លឹមសារបន្ទាប់មកទៀតគឺយើងនឹងបង្កើត script ដែលខ្ញុំមានព្រមនៅដែលយើងនឹងត្រូវ copy ចូលមកដាក់នៅខាងក្រោមអញ្ចឹងព្រមយើងគឺអក្សរនេះខ្ញុំនឹង copy ទៅព្រមនឹងគឺដើម្បីឲ្យយើងបង្កើត Google App Script បាទហើយខ្ញុំនឹងបន្ទាប់មកទៀតព្រមនឹងគឺ please create Google Script using this question មានន័យថាយើងបង្កើត script ដែលយើង copy សំណួរដែលយើង generate បានអញ្ចឹងខ្ញុំចាប់ផ្ដើម select សំណួរដែលយើង generate បានហើយពិនិត្យថាត្រឹមត្រូវហើយបាទយើង copy ហើយយើងផាសមកអញ្ចឹងយើងមានព្រមនៅខាងលើហើយចំណុចនៅខាងក្រោមហើយចុច submit
បាទយើងរងចាំបន្តិចដើម្បីឲ្យ Gemini AI generate នៅសំណួររបស់យើងទៅជា Google App Script បាទនៅពេលដែលយើងបាន generate បានជា Google App Script ដូចវីដេអូដែលយើងបានមើលឃើញហើយគឺយើងបើក tab ថ្មីមួយទៀតដើម្បីចូលទៅបង្កើត Google Form មានន័យថាយើងចូលទៅកាន់ Google App ហើយជ្រើសរើស form ថ្មីមួយមានន័យថា blank form បាទបន្ទាប់មកទៀតគឺយើងត្រូវចុច tray 3ហើយជ្រើសរើសយក App Script បាទយើងរងចាំបន្តិចបាទបន្ទាប់ពីបានហើយគឺយើងលុប script ទាំងអស់នឹងចោលហើយយើងទៅ copy script របស់យើងដែល Gemini បាន generate ឲ្យហើយផាសមកបាទផាសចូលក្នុងនឹងមកហើយយើងចុច Save Project to Drive បាទតទៅមកទៀតគឺយើង run វា run នេះមានករណីខ្លះ run តែម្ដងជោគជ័យមានករណីខ្លះតើយើង run ពីរដងអញ្ចឹង review permission ចុច continue បាទអញ្ចឹងនេះអត់ជោគជ័យទេអញ្ចឹងខ្ញុំត្រូវការ run ម្ដងទៀតចុច run ម្ដងទៀតមកពេលខ្លះវា run តែម្ដងទេគឺវាចេញហើយ continue permission ម្ដងទៀតហើយចុច continue បាទយើងចាំបន្តិចអញ្ចឹងវាចេញអក្សរបែបនេះមានន័យថា complete ហើយគឺវារួចរាល់ហើយយើងចូលទៅកាន់ Google Drive របស់យើងដើម្បីស្វែងរក Google Chrome ដែលយើងបានបង្កើតបាទអញ្ចឹងបានបង្កើតរួចហើយនេះគឺចេញមកហើយបាទអញ្ចឹងខ្ញុំសូមបើកបាទបានប៉ុណ្ណឹងហើយគឺលោកគ្រូអ្នកគ្រូអាច add បន្ថែមនៅចំណុចមួយចំនួនទៀតដូចជា signal ឲ្យសិស្សបញ្ចូលឈ្មោះឬក៏ជ្រើសរើសថ្នាក់បាទសូមអរគុណ